ថ្ងៃនេះខ្ញុំបន្តពិភាក្សាអំពីប្រធានបទទី4និយាយអំពីការគណនា derivation ភាសាអង់គ្លេសយើងហៅថា differentiation បាទនៅប្រធានបទទី3យើងនិយាយអំពី limit និង derivation ហើយយើងបានកំណត់ concept derivation ថា derivation ជាអីបាទយើងមានអនុគម f1 បាទហើយយើងចង់រកនិគុណប្រាប់ទិសនៃបន្ទាត់ប៉ះទៅនឹងខ្សែកោងតាមអនុគម S ត្រង់ចំណុចជាក់លាក់មួយហើយយើងកំណត់ derivation ត្រង់ចំណុចនោះគឺជានិគុណប្រាប់ទិសនៃបន្ទាត់ប៉ះទៅនឹងខ្សែកោងត្រង់ចំណុចនោះតែកាលនោះយើងតាំង f' នៃ x0 អីចឹងទៅថ្ងៃនេះយើងនឹងបង្កើតអនុគម derivation ទូទៅដែលអាចឲ្យយើងអាចគណនា derivation ត្រង់ចំណុចណាក៏បានឬក៏អាចនិយាយដោយន័យស្តីគ្នាគឺថាយើងអាចដឹងមេគុណប្រាប់ទិសទៅនឹងបន្ទាត់ប៉ះទៅនឹងខ្សែកោងអនុគម n ត្រង់ចំណុចណាក៏បានដែរហើយអនុគមដែលយើងនឹងបង្កើតនោះគឺឈ្មោះថាអនុគម derivation បាទបើសិនជាយើងធ្វើការជាមួយអនុគម f អញ្ចឹង derivation អនុគម f ធៀបនឹង x គឺកំណត់ដោយ f' នៃ x f' នៃ x តាមយមន័យគឺជា limit នៃផលធៀបនេះនៅពេលដែលតា x គិតទៅ0ផលធៀបនេះយើងដឹងដល់គ្នាគឺជាមេគុណប្រាប់ទិសនៃបន្ទាត់កាត់តាមពីចំណុច PQ បាទកាត់តាមចំណុច PQ ហើយនៅពេលដែលយើងឲ្យ data x គិតទៅ0មានន័យយើងបង្ខិត Q នេះឲ្យខិតទៅ P អញ្ចឹងបន្ទាត់ដែលធ្លាប់កាត់តាមពីចំណុចនៅពេលដែលចំណុចទាំងពីរខិតទៅរកគ្នានោះវានឹងអាប់ដេតមកคล้ายទៅជាបន្ទាត់ប៉ះតែជាបន្ទាត់ពណ៌ក្រហមមកបង្ហាញតាមរូបហើយដោយសារតែយើងឲ្យចំណុច P នេះជាចំណុចទូទៅបាទ axis របស់វាគឺ x ទូទៅអញ្ចឹងlimit ហ្នឹងគឺយើងតាំងដោយ f' x ត្រង់ចំណុច x ទូទៅហើយបើយើងសរសេរជាទម្រង់ជាក់លាក់ data y គឺជាផលដកឬក៏កំណើននៃអនុគមចាប់ពី x ទៅចំណុចថ្មីមួយទៀតហើយ data x ហ្នឹងយើងអាចជំនួសដោយ h data x គិតទៅ0មានថា x គិតទៅ0ដែរប៉ុន្តែ limit ពេលខ្លះវាអត់មានដែរដូចយើងរៀននៅវគ្គ topic មុនគឺ limit នៃអនុគមមួយមិនចេះតែមានទេអញ្ចឹង limit នេះអាចនឹងអត់មានដែរហើយ limit នេះទៀតសោតវាជាប្រភេទ non easy limit មានន័យថាអ្នកនេះមិនអាចគ្រាន់តែចំនួន h ស្មើ0នេះគឺចម្លើយ limit មួយចុះទៅយើងឃើញថាចូលរៀងមិនកំណត់អញ្ចឹងវាជាប្រភេទ non easy limit ត្រូវការឲ្យយើងធ្វើការមួយចំនួនបាទទើបអាចចំនួនវាចូលបានអញ្ចឹង limit នេះវាអាចមានឬក៏អត់អាស្រ័យទៅតាមអនុគម f តែបើ limit នេះមានបាទ limit នេះមានអត្ថិភាពគឺយើងកំណត់តម្លៃរបស់វាគឺជា derivation ត្រង់ x0 derivation ត្រង់ x តែយើងឲ្យឈ្មោះថាអនុគម derivation បាទអញ្ចឹងអនុគម derivation ហ្នឹងអាចតាំងដោយ f' នៃ x បាទឬក៏ពេលខ្លះគេសរសេរ f' នៃ x ក៏បាន y' ក៏បានឬក៏ d y លើ dx dy លើ dx មានមុខសញ្ញាទាំង3នេះប្រើមួយណាក៏បានយើងប្រើ f' ឬក៏ y' ភាសា f និង y គឺតែមួយអគុំគឺជា f ឬក៏ y តម្លៃ y ហ្នឹងឬក៏និមិត្តសញ្ញាមួយទៀតជាផលធៀបបែបនេះនិមិត្តសញ្ញានេះអ្នកគេអាចមើលទៅលើហេតុផលដើមរបស់វាពីព្រោះការកំណត់ derivation វាចេញអំពីប្រភពដើមគឺជាផលធៀប data y លើ data x អញ្ចឹងនៅពេលដែល data x តូចទៅខិតទៅ0ផលធៀបនេះនឹងคล้ายជាតម្លៃមួយដែលយើងឲ្យឈ្មោះថា derivation អញ្ចឹងមានន័យថាតតែវាបានអាប់ដេតពីបន្ទាត់កាត់តាមពីចំណុចទៅជាបន្ទាត់ប៉ះត្រង់មួយចំណុចវិញបានវាដល់ limit របស់វា
chẳng bộ phục đám vía trên biển này chẳng vì update prai trong cái đo limit viết cứ chia đây được về chẳng bên này tha hạt khó là cái ai kịch bệnh này cứ số data đóคือsố kịch biên môn chẳng là số kịch thời bạn update cái tự riêng update mà đo lớn khai chia số là tăng chẳng là số data nó update mà khai chia số đi cái version trong khảo cái version chẳng bây giờ vậy không này thiệt nóคือdata update là hốt khai chia số là tăng là số đi chẳng việc update đo limit của việc chẳng bằng nhưng tăng limit của việc cứ chia đi và chẳng limit của học học thiệt nó cứ đi vái nữa đi x mất nhà đấy cái tập tại bậc cát rồi thế nhưng mất nhà vì muốn cứ nhưng prim trên mất nhà đây được vậy nhưng mất nhà prim nó cứ bộc họ đòi lục Newton rồi nó cứ đi vài lượt đi x cứ bộc họ đòi Leibniz cho nên mất nhà thằng pi nó cứ tăng ở đây rồi về được khi phần này trong cái này khi nó khơi tha nhưng mất nhà Leibniz hai chế miên sạc với nhau chiên mất nhà Newton tại sao vì flexible chẳng mơ ui tiêu ho mối chạy tên từ nâng anh cùng wise mà cái ở dương chi dương cùng nọt b rồi về hoàn cùng nắng những dương phải am pi chừng là chạy lẹ mối miền coordinate pi 4 chừng là phí những dương trong rớt b rồi về trong chừng là thì nữa rồi có f này phí chẳng tam tầm nào vào limit tam tầm nào vào đây rồi về khi dương phải am pi chừng là đấy chừng là dương chập vào mình thì khi chừng là phi thế như rơi chừng là mùi tiết nơi các bài này nó nơi lược sai còn thật đá này các bài nữa thế nhưng ban pi chừng nói nhưng anh xong bật toạt cặp tam pi chừng nói những khi bật toạt qua không này những bật toạt qua không này đấy mình chỉ bật toạt bạc để tại nó pi đại dương che ta bật khật chừng nói su đấy ở mặt kia thì tới toạt qua không này mình mặt đo limit của việc cứ bật toạt hôm nay chỉ bật toạt bạc đại dương tam được chẳng và đây là với cứ vi trên pi positive này chẳng dừng kẹt này positive này một máu trong đó dương vật khật data x interaction nó positive nó trong cái đang khai trí thì đây là về chẳng positive này bây giờ chu tới tam ảnh cùng chặt đáy như khi ta Wisma đừng f này pi bộ ha độ f này pi lư ha nên sao f này x với dân smart x chẳng là Wisma pi bộ ha lực chỉ cái này smart pi cái thì dương tu toát nó so x bộ buồn anh ấy mình toàn đo limit đấy mình toàn đo đây rồi về thì toàn tài này hết ao data x cutter số về data x cutter số mình data h cutter số những cần xong biết chia easy limit nên cutter buồn và về h cutter số là cần xong biết cutter buồn chẳng mấy con vật thứ này và toàn cả tam vì nói cứ h bộ 4 mình tái là về để ao su cutter phí h cutter số nhưng bán mấy con vật thứ này và toàn phát nên smart buồn tại mà đó và mình phải 24 thì smart buồn chẳng là và toát qua mai đấy mấy con vật tư viết cầm đặt cho của viết cứ bộ 4 là bay bàn và toát của hóm nhưng thời ai hát cutter số và về hát cutter số mấy con vật tư bộ 4 nâng cutter buồn chẳng buồn ấy cứ chia mấy con vật tư này và toát qua của hóm thành đó anh ở đây dương đồ ở đây dương xe chi là một nhá mình này thà buồn đó cứ chia f này pi cứ chia mấy con vật tức này và toát phát tròn chừng nói là miền abscis mà phí mà này hết đồ chừng nói pi đứng tới chừng nói mũi tiết là miền abscis mà bấy thưa sự điện nhé dân được bàn f này prim này bấy mà nên có mùi gì thế và nói bây giờ kịch khi những men co này ở tới với được bàn f này x smart x chẳng là tin lý miền này tha người biết là này khi miền là cung f này x mà x rễ nút d rồi về viết cứ px và px những dương chỉ từ tới dương từng tên trăm màu tam tàng và đá xung kết thá p là fx mà x rễ f này x mà px những màu vì này
cứ việc chạy cát chết nhầm phí anh này dùng này đây là way đã chi limit này này phò thiệp này chẳng biết đại ai ta etc số nút phò thiệp nó trong cái này khai chi phí cái này thì nó dân khuyên tha bạn là cùng fx mà x nút đây là về một vía anh cùng đây là về một vía cứ mà phí anh ấy mình chỉ đây là về thằng là cứ chỉ anh cùng đây là về bên đây tha ai ao dương pha vía đồng bay ghi tầm lại đây là về trong trường mực xem việc ai chú x mà pi tới lại biết khinh buôn được những kẻ này mấy và việc ai x mà bấy lại biết khinh và mùi chẳng anh cùng ấy prap đây rồi về crop chùm nói tiền thì lượt sai cầu này và những ai x mà số đây rồi về biết mà số chẳng vậy mà số toàn bạc lại những khi toàn đây để xa đây rồi về mà số như này thật toàn nó ập chảo thì chẳng bây giờ bắt đầu anh cùng mùi tiết và anh cùng y mà rừng x với chẳng dương phương ca kẻ này sẽ điện khí dương một bàn f' này x tam dùng lấy với smile limit này rồi để xa là cung dương lấy mình x credit môn tiếp cứ x những f này x bộ h cứ smile được credit này x bộ h này f này x mà được x chia nan easy limit mà đón thì nói như này thay như mình còn là chừng h mà số đóคือจำลาย limit นั่นแต่มาโดนแต่คือออกจุดtớiคือมันกำหนดในสถาบันที่มาโซนchẳng những cái thời ca sầm rùa sẵn từ ai chỉ easy limit là những ai chấm sôn chỗ h mà sôn chỗ các bạn những chỉ là tập hóa và topic ca cái này tới những khuyên thá f' x mà là muối nên lừa pi được nói là pi là những trong được và toát bạc qua của hòm đấy miền này thà như rơi rập mình kun tập từ phổ biến mình kun tập từ phổ biến cứ chỉ đây là vẽ tròn buồn thì tôi lại chừng mệt nhất cứ x viết mà buồn chẳng nè thế chừng buồn cho anh cùng đây là vẽ tới x mà buồn tới khơi muối này lừa pi con này được buồn phí con được phí chẳng người ta chỉ mùi lừa buồn chẳng mình kun tập từ này và toát vào hòm ấy cứ mùi lừa buồn anh sai những score thì việc cắt tam chừng mệt pi buồn nhưng anh sẽ xây thành cái và toát bạc qua của hòm mà y mà được mùi lừa buồn x bộ 13 chẳng là bây giờ dân squad là cung đây là về tư tế dân trong đây là về trong trường hợp na là lượt sai có của bạn hãy complete đây là về trong trường hợp muối là lượt sai có cứ chia mê cung tập tức nay bằng tuột bắt tên năng sai có trong trường hợp mình rưới con nẹt thấy ai vậy ban mà dạng tiếp tháng cứ chia mê cung tập tức này sai cao nông tầm đồ trong trường hợp mình như này là thiệp chọt vào vía trong trường hợp mình chứ mới đẹp hiệp đô ti tàn đô chừng mất khi nhập hiệp chọt với sạc đô hột là sạc sai cáo nó bị ập phòng và chắc là nếu như ban lúc của một mũi tiết sầm đẹp đây là về nè cung được rồi đây là về được x mà mũi lượt pi được mũi lượt pi được x đây này khi ai được bán được không trả khi là dương riêng được cáo và chẳng nơi không trả khi bậc ca tràn đây là về máu và cho đây là về này cũng xem cứ ai cho tam ca kẻ này limit mùi tỷ miền là làm mấy ăn cùi kẻ này limit nha là cùng là dương chuột 100 ngày tới chuột chạy này đấy nó giật tròn con chi tràn mùi nó dương vô tình 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 cái bên này khi còn là tình tình hay mình đang thằng đây là về mau pina đi chia sẻ nó cứ ở bàn phải giỏi thì khi những nơi tay cầm đất tròn chạm và những ai vô đó không được TP này ca riêng lấy ní kẻ tên cho mùi năng đây rồi với những khơi tha mình nói dừng dây MP đây rồi với chi limit NPD là hát khất được zone và đấy đăng tha limit với miền chơi với miền Nam và chúng cá nắng khất được zone vì càng đám nhưng trang lại hạt bốt ở zone bốt vì khác vì khất được zone vì càng chơi cái những trang lại zone độ chứng limit nó miền lúc ra tại limit Nam chơi nóมี ai cập thiệp thì smart thì bạn khởi limit miền về đại khất được zone độ nó smart thiệp khi bạch tờ xe zone độ kia sẽ tờ zone này anh muốn hai đại phương ai limit về khác admin này sao vì nó bị ai cập thiệp thì
limit ខាងស្ដាំផ្សេងទៅខាងឆ្វេងផ្សេងទៅឬក៏មានតែ limit ខាងឆ្វេងអត់ខាងស្ដាំទៅអញ្ចឹងតែមានបញ្ហាមួយធ្វើឲ្យ limit អត់មានទេបាទអញ្ចឹងដូចនៅក្នុងរូបនេះអញ្ចឹងបើយើងចាប់អារម្មណ៍នៅត្រង់ក្រាបនៃរូបនេះនៅត្រង់ចំណុច0ឃើញថាមានរឿងពីរកើតឡើងបាទអ្នកkiaគិតមេគុណប្រាប់ទិសនៃក្រាបហ្នឹងត្រង់0ប៉ុន្តែខិតពីឆ្វេងទៅមេគុណប្រាប់ទិសវាគឺដកមកប៉ុន្តែខិតទៅរក0ដដែលត្រង់0ដដែលផ្ដែខិតពីស្ដាំទៅមេគុណប្រាប់ទិសរបស់វាគឺ1អញ្ចឹងនៅទីនេះមានន័យថា limit ឆ្វេងឃើញដក1 limit ស្ដាំឃើញ1មានន័យថាវាគ្មាន limit អា derivate ហ្នឹងក៏គ្មានដែរអញ្ចឹងក្រាបនៃអនុគមតម្លៃដែលខាតមួយនេះគឺអត់មាន derivate ត្រង់ x ស្មើ0ទេត្រង់ x ផ្សេងវាមានតែត្រង់ x ស្មើ0អត់មានដោយសារតែ derivate ឆ្វេងស្ដាំវាអត់ឯកភាពគ្នាតែយើងអាចសម្គាល់យ៉ាងម៉េចទៅដោយមើលក្រាបដឹងថាតើកន្លែងណាមាន derivate កន្លែងណាអត់ derivate អញ្ចឹងអនុគមនេះក្រាបវារៀងអក្សរ v ត្រង់ចំណុចផ្សេងគឺសុទ្ធតែមាន derivate ទាំងអស់ឧទាហរណ៍កន្លែងនេះ derivate វាស្មើដក1ត្រង់នេះ derivate វា1ត្រង់នេះ derivate វា1តែត្រង់0អត់មាន derivate ទេអញ្ចឹងអ្នកនេះអាចសម្គាល់ថាកន្លែងដែលអត់ derivate គឺកន្លែងដែលវាមានចុចបាទពី corner នេះកន្លែងចុចអត់ smooth ហ្នឹងអត់ derivate កន្លែងផ្សេងនៃក្រាបហ្នឹងសុទ្ធតែ smooth ទាំងអស់សុទ្ធតែមាន derivate លើកលែងតែចំណុច full O នឹងមួយដែលអត់ smooth អត់ derivate អញ្ចឹងនៅទីនេះសូមមើលរូបនេះទូទៅបាទឧទាហរណ៍មានក្រាបអនុគមមួយរៀងអញ្ចឹងនេះមកយើងចាប់អារម្មណ៍ចង់រើបន្ទាត់ប៉ះត្រង់ចំណុច P អ្នកនេះមិនរើសចំណុចមួយផ្សេងទៀតក្រៅពីចំណុច P ណាហើយជាប់បន្ទាត់កាត់តាមពីចំណុចហ្នឹងហើយព្យាយាមបង្ខិត Q ហ្នឹងទៅរក P ចឹងនៅទីនេះបើសិនជាអ្នកនេះយក Q នៅខាងឆ្វេង P ហើយព្យាយាមបង្ខិតវាឆ្ពោះទៅរក P យើងឃើញថាបន្ទាត់ពណ៌ខ្មៅនឹងអាប់ដេតរហូតដល់ខ្លាយជាបន្ទាត់ពណ៌ក្រហមដែលជាបន្ទាត់ប៉ះជួយទៅវិញបើសិនជាយើងយក Q មកខាងស្ដាំនៃក្រាបវិញមកផ្នែកខាងនេះវិញដែលនៅខាងស្ដាំនៃចំណុច2អញ្ចឹងបន្ទាត់ខ្មៅចាប់ផ្ដើមពីបន្ទាត់មួយនេះតើមកអ្នកគេប្រខិត Q ឆ្ពោះទៅរក2វាអាប់ដេតចេញបន្ទាត់ពណ៌ក្រហមមួយនេះអញ្ចឹងយើងឃើញថានៅទីនេះមានភាពខុសគ្នាត្រង់ថាម៉េចត្រង់ចំណុច P តែមួយហ្នឹងបើយើងរើសចំណុច Q ពីខាងស្ដាំពីខាងឆ្វេងវាដំណើរ limit នឹងនាំទៅរកបន្ទាត់មួយនេះប៉ុន្តែបើយើងរើស Q ពីខាងស្ដាំដំណើរ limit នឹងបានបន្ទាត់ផ្សេងមួយទៀតអញ្ចឹងខុសពីករណីកន្លងមកគឺថាបន្ទាត់ប៉ះលើកនេះមិនដឹងថាមួយណាឲ្យបន្ទាត់ពណ៌ក្រហមនេះឬបន្ទាត់ពណ៌ក្រហមនេះពីព្រោះបន្ទាត់ប៉ះវាកាត់ចេញពី limit នៅពេលដែល Q ខិតទៅរក P ប៉ុន្តែវាអាចខិតពីខាងឆ្វេងឬក៏ខិតពីខាងស្ដាំមិនបញ្ហាទេប៉ុន្តែលើកនេះបញ្ហាត្រង់ថាខិតពីខាងឆ្វេងបានបន្ទាត់ផ្សេងខិតពីខាងស្ដាំចេញបន្ទាត់មួយទៀតអញ្ចឹងនៅកន្លែងនេះយើងអាចនិយាយបានថាគ្មានបន្ទាត់ប៉ះត្រង់ចំណុច P ដោយសារតែ limit ឆ្វេងនិងស្ដាំអត់ឯកភាពគ្នាតែបានយើងដឹងថាឯកភាពគ្នាពីព្រោះ limit มันជា derivate มันជាមេគុណប្រាប់ទិសនៃបន្ទាត់ហើយបើឥឡូវបន្ទាត់វាខុសគ្នាមេគុណប្រាប់ទិសវាក៏ខុសគ្នាដែរបាទអញ្ចឹងអ្វីដែលអ្នកនេះគាត់សម្គាល់នៅទីនេះគឺថាដោយសារតែនៅកន្លែង P ហ្នឹងក្រាបរបស់យើងអត់ smooth ឧទាហរណ៍អ្នកនេះសម័យថាគូសដៃមកកន្លែងនេះមកដល់ទៅនេះអត់ smooth ទេយើងអាក់កន្លែង P ហ្នឹងហើយបានយើងគូសក្រៅតែពីចំណុច P គឺ smooth ទាំងអស់អញ្ចឹងកន្លែងដែលអត់ smooth កន្លែងដែលអត់មាន corner កន្លែងដែលមាន corner ឬអត់ smooth ហ្នឹងគឺកន្លែងនេះអត់មានអ្វីកន្លែងអត់រលោងអត់ smooth នៅក្រាបនេះរៀងដូចយើងសាពះហ្នឹងតែអញ្ចឹង
ចឹងឧទាហរណ៍យើងចាប់អារម្មណ៍ចំណុច P ដែលជាចំណុចកំពូលនៃក្រាបហ្នឹងហើយអ្នកនេះធ្វើដូចមិញទៅជាយាមបង្កើតបន្ទាត់កាត់តាមពីចំណុចឬចំណុច Q ថ្មីមួយទៀតហើយជាយាមបង្កើត Q រក P ហើយ Q ឥឡូវវានៅខាងឆ្វេង P ពេលដែល Q បង្កើតទៅបន្ទាត់នេះមានគុណប្រទេសវិជ្ជមានពេលអ្នកនេះបង្កើត Q ទៅរក P វិជ្ជមានខ្លាំងទៅហើយជាបន្ទាត់ឈើមួយដែលមានគុណប្រទេសអាណត្តិទុយទៅវិញបើសិនជាយើងយកQ នៅខាងស្ដាំវិញបន្ទាត់នេះគឺមានគុណប្រទេសអវិជ្ជមានដោយសារវាសញ្ញងក្បាលចុះហើយពេលយើងបង្ខិត Q ទៅរក P គឺតែវាអវិជ្ជមានទៅរហូតដល់ slope វាគឺដកអាណត្តិអញ្ចឹងបង្ខិតពីឆ្វេង slope បូកអាណត្តិបង្ខិតពីស្ដាំ slope ដកអាណត្តិអញ្ចឹងកន្លែងចំណុច P នេះបន្ទាត់ប៉ះនេះអត់ឯកភាពគ្នាទេបាទមួយបូកអាណត្តិមួយដកអាណត្តិឆ្វេងផ្សេងស្ដាំផ្សេងអញ្ចឹងកន្លែងនេះក៏អត់ derivative ដែរបាទហើយអ្វីដែលយើងកត់សម្គាល់នៅទីនេះអត់ derivative គឺថ្មីនោះគឺវាអត់ smooth បាទវាអត់ smooth បាទឬក៏អាចនិយាយថាបន្ទាត់ប៉ះកន្លែងហ្នឹងជាបន្ទាត់ឈើកាលណាបន្ទាត់ឈើគឺ derivative វាអត់កំណត់ទេពីព្រោះ derivative ជា slope នៃបន្ទាត់ប៉ះឥឡូវបន្ទាត់ប៉ះជាបន្ទាត់ឈើហើយបន្ទាត់ឈើ derivative ស្មើមានគុណប្រតិស្មើប៉ុន្មាន slope ស្មើប៉ុន្មានគឺយើងបានពិសាគ្នាហើយគឺ anon មិនអញ្ចឹងឯង anon គឺ derivative អញ្ចឹងបើ derivative ស្មើ anon មានន័យថាគ្មាន derivative ទេព្រោះ derivative យើងចាត់ទុកថាគ្មានអញ្ចឹងសរុបមកយើងអាចនិយាយបានថានៅពេលដែលខ្សែកោងរលោងត្រង់ចំណុច P អនុគមមាន derivative បាទ smooth បាទខ្ញុំសរសេរខុសឡើងនេះមក smooth បាទ smooth បាទរលោងបាទខ្សែកោងរលោងត្រង់ចំណុច P នោះអនុគមមាន derivative ត្រង់ចំណុចនេះទុយទៅវិញបើសិនជាអត់ smooth មានន័យថាអត់ derivative អញ្ចឹងដើម្បីដឹងថាអនុគមមាន derivative ត្រង់ចំណុចណាមួយឬក៏អត់ងាយយល់ទេគឺអ្នកនេះមើលខ្សែកោងមកវាទៅបើកន្លែងនេះវា smooth អូខេមាន derivative បាទនេះជាឧទាហរណ៍នៃក្រាបមួយចំនួនដែលវាអត់មាន derivative បាទក្រាបនេះចុះច្រាំងមកយ៉ាងហ្នឹងតែពិតអានេះកន្លែងណាក៏ smooth ដែរតែដោយសារតែចំណុច P នេះបន្ទាត់ប៉ះនេះជាបន្ទាត់ឈើនេះកន្លែងនេះគឺយើងអាចនិយាយថាអត់ derivative ដែរដោយសារតែបន្ទាត់ឈើ slope anon អញ្ចឹង derivative ជា slope anon derivative ស្មើ anon អត់ន័យក្រាបនេះវាដាច់បាទវាចាំមកដល់ទៅនេះក្រាបហ្នឹងលោតមកនេះអញ្ចឹងកន្លែងដែលដាច់ហ្នឹងក៏អត់មាន derivative ដែរក្រាបកន្លែងនេះចំហមកចំណុចហើយចំណុចនេះលោតមកនៅខាងលើនេះអញ្ចឹងត្រង់ចំណុច P ហ្នឹងក្រាបហ្នឹងក៏គ្មាន derivative ដែរអញ្ចឹងនេះជាឧទាហរណ៍នៃក្រាបមួយចំនួនដែលគ្មាន derivative បាទឥឡូវយើងដល់វិធីគេហៅថា chain rule ដែលអាចប្រើក្នុងការគណនា derivative នៃអនុគមស្មុគស្មាញមួយចំនួនបាទ chain rule នេះសំខាន់ជាងគេនៅក្នុងការគណនា derivative អញ្ចឹងខ្ញុំយករូបchain មកបង្ហាញតែម្ដងបាទយើងមានស្ពឺ3បាទស្ពឺកដាគេនេះកម្មវាស្មើ1អានេះស្មើ2អានេះកម្មវាស្មើ3ខ្ញុំតាំងមុខគេនេះ A ទៅចុះកដាគេ B នេះ C អញ្ចឹងសំណួរសួរថាពេលដែលស្ពឺទី1វិលស្ពឺទី2វិលដែរអត់បាទវាវិលតគ្នាអានេះវិលអានេះក៏វិល A វិល B វិលដែរ B វិល C ក៏វិលដែរអញ្ចឹងខ្ញុំអាចនិយាយបានថា B អាស្រ័យមួយ A C អាស្រ័យមួយ B ហើយបើយើងនិយាយក្នុង concept អនុគមមានន័យថាU ជាអនុគមនៃ X ហើយ Y នេះជាអនុគមនៃ U តែ X ជាអីគេ X ជាចំនួនជុំដែល A វិល U នេះជាចំនួនជុំដែល B វិល Y នេះជាចំនួនជុំដែល C វិលអញ្ចឹងមានន័យថាបើ X ប្រែប្រួល U ប្រែប្រួលបើ U ប្រែប្រួល Y ប្រែប្រួលអញ្ចឹងយើងអាចនិយាយ concept ហ្នឹងគឺថា U ជាអនុគមនៃ X Y ជាអនុគមនៃ U អញ្ចឹងសំណួរទៅទៀតតើ Y ជាអនុគមនៃ X អត់តើពេល X ប្រែប្រួល Y ប្រែប្រួលដែរអត់ Y X ប្រែប្រួល U ប្រែប្រួលពេលណាដែល U ប្រែប្រួល Y ក៏ប្រែប្រួលអញ្ចឹងវាប្រែប្រួលតគ្នាអញ្ចឹងយើងអាចមើលឆ្លងបានថា Y ជាអនុគមនៃ X ដែរអញ្ចឹង
អ្នកនេះដឹងហើយថា derivative គឺជាអត្រាបំរែបំរួលនៃ y ធៀប u មានថារៀងរាល់ដែល u ប្រែប្រួលមួយតើ y ប្រែប្រួលប្រមាណហ្នឹងហើយគឺ derivative ហើយ derivative យើងតាំងនិមិត្តសញ្ញា Leibniz គឺបែបនេះអញ្ចឹងរៀងរាល់ដែលស្ពឺមួយនេះវិលមួយស្ពឺមួយនេះវិលតាកន្លះអញ្ចឹងហ៎អានេះវិលបានមួយជុំអានេះវិលបានកន្លះអញ្ចឹងអត្រាវាគឺកន្លះរៀងរាល់ដែល u កើនមួយ y កើនកន្លះអញ្ចឹង derivative វាស្មើកន្លះដល់ពេលអានេះ du ធៀប dx បាទ du ធៀប dx ស្មើ3រៀងរាល់ដែល x កើនមួយរៀងរាល់ដែល x វិលមួយជុំ u វិល3ជុំអាហ្នឹងអត្រាបំរែបំរួលវាជា derivative ស្មើ3អញ្ចឹងមិញអ្នកនេះឃើញថា y ក៏អាស្រ័យមួយ x ដែរអញ្ចឹងសួរវិញតើ derivative y ធៀប x ស្មើរៀងរាល់ដែល x កើនមួយតើ y កើនប៉ុន្មានជុំនេះអានេះវិលមួយជុំតើអាចុងក្រោយគេវិលប៉ុន្មានជុំអានេះវិលមួយជុំបាទនេះវិលមួយជុំក៏វិលអានេះ3ជុំអានេះមួយជុំអានេះវិលកន្លះជុំអានេះវិល3ជុំអានេះវិលមួយជុំកន្លះអញ្ចឹងរៀងរាល់ x វិលមួយជុំអាចុងក្រោយគេវិលមួយជុំកន្លះនេះអញ្ចឹងតើមានតំណែងរវាង derivative របស់ y ធៀប u derivative u ធៀប x ហើយនឹង derivative y ធៀប x សំណួរអញ្ចឹង somehow ប្រកបជាពាក់ព័ន្ធគ្នាគឺពាក់ព័ន្ធតាមរូបមន្តមួយដែលអ្នកគេឃើញបែបនេះគឺ very simple គឺ simple មែនតើគឺថា dy លើ dx ស្មើ dy លើ du គុណឲ្យ du លើ dx បាទអ្នកគេសាកល្បងសម្រួល du ចោលគឺឃើញដូចខាងឆ្វេងប៉ុន្តែអានេះមិនមែនជាប្រភេទណាកុំច្រឡំអានេះជា derivative ទេអានេះ derivative u ធៀប x អានេះ derivative y ធៀប u អានេះ derivative y ធៀប x អញ្ចឹង y មាន derivative 2បាទ y មាន derivative 2មួយ derivative ធៀប x មួយទៀត derivative u មានន័យថាអាស្ពឺមួយនេះវាអាស្រ័យទៅលើអាស្ពឺទី1អាស្ពឺមួយនេះហើយវាអាស្រ័យជាមួយអាស្ពឺនេះហើយអាស្រ័យផ្សេងគ្នាបាទអានេះវិលមួយជុំអានេះវិលកន្លះជុំតែបើមួយទៀតវិលមួយជុំអានេះវិលមួយជុំកន្លះអញ្ចឹងបានបើតាម Newton យើងតាំង derivative y' ដូចតែគ្នាឃើញអត់មិនដឹងថាតើ y ធៀបមួយអាស្ពឺមួយណាព្រោះស្ពឺ y នេះវាអាស្រ័យលើស្ពឺនេះក៏អាស្រ័យស្ពឺនេះក៏អាស្រ័យអញ្ចឹងបាននិមិត្តសញ្ញា Leibniz វាសម្គាល់ឲ្យយើងគិតស្រួលគិតមកdy ធៀប u មានន័យថាជា derivative y ធៀបមួយ u គឺនេះអាពីរនេះតែពេល dy ធៀប dx មានអាស្ពឺនេះទល់មកអាស្ពឺខាងនេះវិញហើយតំណែងរវាង derivative ទាំងពីរនេះគឺបែបនេះជាទូទៅអ្នកនេះអាចគិតថា derivative y ធៀប x គឺស្មុគស្មាញជាង derivative y ធៀប u វាសារពីអា y មក u នេះវាឆ្លងកាត់ច្រើនកង់ប៉ុន្តែបើយើងមើលអានេះនឹងជាប់វាស្រួលគិតជាងអញ្ចឹងនៅក្នុងវិធាននេះគេហៅថា chain rule ដែលជារបៀបក្នុងការបំបែក derivative ស្មុគស្មាញមកជាផលគុណនៃ derivative ងាយអញ្ចឹង y ធៀប x ឆ្ងាយពិបាកស្មុគស្មាញ complicated y ធៀប u ចិត្ត simple u ធៀប x ក៏ simple ដែរអញ្ចឹងអាបំបែកជាផលគុណនៃងាយពីរហើយរបៀបដែល confirm ស្រួលគិតទេគឺប្រើក្បួនប្រភេទមកទៀងទាត់បានប៉ុន្តែសូមបញ្ជាក់ផ្សេងទៀតនេះមិនមែនជាប្រភេទទេជា derivative និមិត្តសញ្ញាតាម Leibniz ហើយនៅពេលដែលមានស្ពឺច្រើនជាងហ្នឹងត3 4 5លើសហ្នឹងទៅមាន chain rule ហ្នឹងមានតំណែងច្រើនតគ្នាទៅប៉ុន្តែប្រើវិធានប្រភេទដើម្បី confirm ថាវាខុសត្រូវយ៉ាងម៉េចអញ្ចឹងបើយើងមើលនៅទីនេះវាហាក់ដូចជាតំណែងវាឆ្លងកាត់ច្រើនដំណាក់កាលដែលយើងហៅថាអនុគមបណ្ដាក់បាទអញ្ចឹងពេល x ប្រែប្រួល u ប្រែប្រួលពេល u ប្រែប្រួល y ប្រែប្រួលអញ្ចឹងមានន័យថាពេល x ប្រែប្រួលធ្វើឲ្យ y ប្រែប្រួលដែរវាឆ្លងអញ្ចឹងតំណែងរវាង u និង x គឺយើងតាំងអនុគម c ទៅតំណែង u ជាមួយនឹង y យើងតាំងនៅអនុគម f អញ្ចឹងសំណួរសួរថាតើ derivative អត្រាបំរែបំរួលនៃ x នៃ y ធៀប x នេះ
trong phíនេះយ៉ាងម៉េចអញ្ចឹងបើតាម lab នេះមិញតាម chain rule មិញតាមនិមិត្តសញ្ញា lab នេះគឺបែបនេះបាទអ្នកនេះចំនួនទៅជានិមិត្តសញ្ញា derivative តាម Newton វិញគឺចំនួនបែបនេះវិញបាទតែខ្ញុំចូលចិត្តទៅសេបែបនេះវិញងាយយល់ជាងតែនេះវារៀងស្មុគស្មាញប៉ុន្តែវា capture ដំណើរដូចគ្នានឹងគឺថាបណ្ដាក់គ្នាបាទបណ្ដាក់មានន័យឆ្លងកាត់ភាគីកដាលមួយបាទរុញតគ្នាណាដូចយើងរុញសភៅអីទៅបាទយើងចង់បោះសភៅពីខាងនេះរហូតដល់ចុងនេះប៉ុន្តែយើងអត់ចង់ដើរទៅដល់ហ្មងយើងបោះបណ្ដាក់តមានអ្នកកដាលមួយទៀតបាទនេះជានិមិត្តសញ្ញា Newton នេះជានិមិត្តសញ្ញា Leibniz បាទផ្នែកចុងក្រោយគឺតកតឹងនឹង implicit derivative បាទ derivative implicit បាទ derivative implicit derivative នេះមានសារៈប្រយោជន៍ដែរបាទហើយនិមិត្តសញ្ញាដែលយើងប្រើថាជា Leibniz ល្អបាទជាឧទាហរណ៍ខ្ញុំមានរង្វង់មួយដែលជាក្រាបរង្វង់ក៏ជាក្រាបដែរខ្សែកោងបិទជិតសំណុំចំណុចមួយនេះបង្កើតបានជារង្វង់ហើយសំណុំចំណុចមិនក្រាបប៉ុន្តែក្រាបនេះមិនមែនជាក្រាបអនុគមទេដោយសារតែអីនេះគិតតិចទៅនេះជាក្រាបរង្វង់ប៉ុន្តែមិនមែនជាអនុគមទេដោយសារតែអីគិតតិចទៅហើយចាំឆ្លើយនៅពេលដែលជួបគ្នាតសមីការរង្វង់នេះកំណត់ដោយ x ក្រេបូក y ក្រេស្មើនឹង25ហើយយើងចាប់អារម្មណ៍ចង់រកនៃគុណប្រតិនៃបន្ទាត់ពណ៌ក្រហមនេះដែលប៉ះទៅនឹងផ្នែកខាងក្រោមនៃរង្វង់ត្រង់ចំណុច3ដល់4អញ្ចឹងរាល់ដងមានគុណប្រតិមិនជា derivative មែនទេត្រង់ចំណុចហ្នឹងវាខ្សែកោងនេះជាអនុគមកន្លែងនេះគឺប្រកាសជា f' នៃ3ឯងប៉ុន្តែវាត្រូវមានអនុគម f តែលើកនេះវាគ្មានអនុគម f ទេដោយសារខ្សែកោងមិនមែនជាអនុគមអញ្ចឹងគ្មាន f មកពីណាទេប៉ុន្តែបើសិនជាអ្នកគ្នា ignore ផ្នែកខាងលើចោលទុកតែផ្នែកខាងក្រោមកាត់ផ្នែកលឿងចោលទៅសល់ផ្នែកខាងក្រោមខ្សែកោងហ្នឹងជាអនុគមវិញសារវាយ៉ាងម៉េចបាទកាត់ខាងលើចោលបានផ្នែកជាអនុគមវាជាអនុគមបើយើងតាំង f ជាអនុគមផ្នែកខាងក្រោមហ្នឹងអញ្ចឹងកន្លែងនេះប្រកាសជា f' នៃ3មែនទេអនុគមហ្នឹងគឺអនុគមមួយនេះផ្នែកខាងលើអនុគមផ្សេងមួយទៀតអាពីរហ្នឹងតបញ្ចូលគ្នាលែងជាអនុគមហ្នឹងតែបើគិតពាក់កណ្ដាលហ្នឹងអនុគមខាងក្រោមអនុគមនេះខាងលើអនុគមនេះអញ្ចឹងអ្នកនេះប្រើអនុគមនេះទើបអាចរកមានគុណប្រតិនៃអបទាត់ពណ៌ក្រហមនេះបានដោយសារវាប៉ះជាមួយអនុគមមួយនេះមិនប៉ះជាមួយខាងលើអញ្ចឹងចំពោះ implicit អ្នកនរគ្នាមិនចាំបាច់បែងចែកមិនខ្វល់ថាមានអនុគមឬក៏អត់ទេឲ្យតែមានក្រាបហ្នឹងគឺអាចរកមានគុណប្រតិនៃបន្ទាត់ប៉ះទៅនឹងក្រាបនឹងបានហើយអញ្ចឹងអ្នកគ្នាធ្វើជាមួយនឹងរង្វង់ direct ហ្មងទៅមិនបាច់ញែកវាជា2កន្លះរង្វង់លើកន្លះរង្វង់ក្រោមទេនេះធ្វើ derivative ធៀបនឹង x តែម្ដងទៅជាមួយនឹងសមីការរង្វង់ហ្នឹងអញ្ចឹងយើងធ្វើ derivative ធៀប x ទៅនឹងរង្វង់ខាងឆ្វេង derivative នេះស្ដាំ derivative នេះ derivative នៃផលបូកមិនផលបូកនៃ derivative អញ្ចឹងខ្ញុំផ្ដាច់ជា2បានហើយខាងស្ដាំ derivative ចំនួន t ស្មើ0អញ្ចឹងយើងបានបែបនេះ derivative x ក្រេមិន 2x មិនទេយើងរៀនក្នុងឧទាហរណ៍ខាងលើមិញ derivative y ក្រេធៀប x មិនឃើញ 2y ទេណា derivative y ក្រេធៀប x ឧទាហរណ៍ចាត់ទុកថាពិបាកទេចុះអញ្ចឹងអ្នកឲ្យប្រើ chain rule អញ្ចឹង derivative y ក្រេធៀប y សិនមកហើយចាំគុណមួយ derivative y ធៀប x ហើយ derivative y ក្រេធៀប x តែធៀប y គឺ simply គឺ 2y ហើយគុណថែមនឹង derivative y ធៀប x តែនេះយើងប្រើ chain rule អញ្ចឹងគ្រូដែលអ្នកនេះចង់រកមានគុណប្រតិនៃបន្ទាត់ប៉ះត្រង់បន្ទាត់ប៉ះពណ៌ក្រហមនេះមិន derivative ហើយ derivative មិនអីតាមលេខនេះមិន dy លើ dx អញ្ចឹងគេរកអាហ្នឹងមកអញ្ចឹង derivative ឥឡូវគឺមិនអាស្រ័យទៅលើ x ទៅលើ y ដែរអញ្ចឹងចំណុចនេះចំណុចប៉ុន្មានចំណុច3ដល់4អញ្ចឹងអ្នកគេយក x ស្មើ3 y ស្មើ14មក
ចឹង D រវេវាឃើញ 3 លើ 4 អញ្ចឹងបន្ទាត់ក្រហមនេះចោតកម្រិត 3 លើ 4 វិជ្ជមាន slope វាវិជ្ជមានអញ្ចឹងបន្ទាត់ហ្នឹងឡើងច្រាំងប៉ុន្តែតូចជាង1អញ្ចឹងមុំកន្លែងបន្ទាត់ប៉ះនេះអត់ដល់45ទេ slope 1បាន45អញ្ចឹងមុំនេះតិចជាង45នៅពេលដែលអ្នកគ្នាចង់រកបន្ទាត់ប៉ះត្រង់ចំណុចកន្លែងនេះវិញឧទាហរណ៍3 4វិញបន្ទាត់កន្លែងហ្នឹងគឺចុះច្រាំងវិញទេអត់អ្នកគ្នាក៏ដូរចំណុចមក3 4ទៅអញ្ចឹងមេគុណមាទ្រិកជួសចូលរូបមន្តទូទៅនេះបាទជួសទៅឃើញមេគុណមាទ្រិកវាដក3 4វិញអញ្ចឹងវាផ្ទុយគ្នាមកនេះវាចុះច្រាំងកម្រិតដូចគ្នាមួយឡើងមួយចុះអញ្ចឹងអានេះគេហៅ implicit derivation អាចឲ្យយើងធ្វើ derivation ដោយមិនចាំបាច់ខ្វល់ថាមានអគុំឬអត់ឲ្យតែមានក្រាបឲ្យតែមានខ្សែកោងហ្នឹងបានហើយបាទអានេះមិនមែនអនុគមទេណា x ការ៉េបូក y ការ៉េស្មើនឹងមិនជារង្វង់អញ្ចឹងអ្នកគេអាចធ្វើ derivation direct មួយរង្វង់បានប៉ុន្តែពេល derivation សូមកុំភ្លេច derivative អី derivative មួយ x អញ្ចឹងពេលនេះ chain rule សំខាន់បាទខ្ញុំបិទបញ្ចប់ជាមួយនឹងខ្សែកោងមួយនេះរៀនវាស្មុគស្មាញបាទហើយខ្សែកោងមួយហ្នឹងបើយើងប្រើជាអូជាប្រាសងទៅគឺចេញពីសមីការមួយនេះអញ្ចឹងសំណួរសួរថាតើយើងអាចមានវិធីរកបន្ទាត់ប៉ះពណ៌ក្រហមនេះបានអត់តែបន្ទាត់ហ្នឹងប៉ះទៅនឹងចំណុច2ត្រង់ចំណុចដែលមានកូន2 4តែអ្នកនេះអាចសរសេរបន្ទាត់ប៉ះពណ៌ក្រហមនឹងបានបន្តមកគឺ challenge មួយទៀតគឺថាតើអាចសរសេរសមីការបន្ទាត់កែងបានបន្ទាត់នេះកែងមួយបន្ទាត់ប៉ះនេះប៉ុន្តែចំចំណុចតែមួយចានេះជាកិច្ចការដែលអ្នកនេះទៅឆ្លើយបាទគិតបន្តិចហ្នឹងកន្លែងនេះគិតដាក់ឆ្លើយចំនួនហ្នឹងរកសមីការបន្ទាត់ប៉ះទៅនឹងខ្សែកោងនេះមិនមែនអនុគមទេណាទៀងស្អីចឹងទៅបាទត្រង់ចំណុចពិសេសនេះទៅរកសមីការបន្ទាត់ប៉ះនិងរកសមីការមួយអស់អញ្ចឹងខ្ញុំបញ្ចប់topicទី4ត្រឹមប៉ុណ្្នឹងចុះ